រាល់មានពិធីបុណ្យទានម្ដងជាពិសេសគឺបុណ្យភ្ជុំបិណ្ឌឬនៅក្នុងបុណ្យចូលឆ្នាំថ្មីជាដើមយើងតែងតែឮពាក្យថាបាំងស្កូលប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថាពាក្យនេះមានប្រភពមកពីណាហើយហេតុអ្វីបានជាយើងត្រូវធ្វើពិធីនេះមិនដែលខានថ្ងៃនេះយើងនឹងទៅបកស្រាយពីអត្ថកម្បាំងនៃពិធីបុណ្យបាំងស្កូលទាំងអស់គ្នាពាក្យថាបាំងស្កូលមានដើមកំណើតចេញពីភាសាបាលីបាំងស្កូលដែលប្រែថាសំពត់ប្រឡាក់ធូលីដីនៅក្នុងសម័យពុទ្ធកាលភិក្ខុសង្ឃមិនមានញាតិញោមថ្វាយចីវរដូចសពថ្ងៃនោះទេលោកត្រូវដើររើសសំពត់ដែលគេបោះបង់ចោលតាមព្រៃខ្មោចឬគំនរសម្រាមជាដើមមកបោកគក់ជ្រលក់ពណ៌ដើម្បីធ្វើជាចីវរប្រើប្រាស់នេះហើយគឺជាប្រភពនៃភាពសាមញ្ញនិងការលះបង់ដ៏ខ្ពង់ខ្ពស់ក្នុងផ្លូវធម៌ការធ្វើពិធីបាំងស្កូលប្រកបនៅអត្ថន័យចំនួន3យ៉ាង1កតញ្ញូតាធម៌គឺជាការតបស្នងសងគុណដល់អ្នកដែលបានចែកឋានទៅទោះបីពួកគាត់មិននៅក៏យើងនៅតែចងចាំនិងបញ្ជូនកុសលផលបុណ្យតាមរយៈព្រះសង្ឃ2អនិច្ចធម៌រំលឹកឡើងដែលយើងរស់នៅថាជីវិតមិនទៀងទាត់នោះទេដោយធម៌ដែលព្រះសង្ឃសូត្រថាអនិច្ចាវត្តសង្ខារាសង្ខារទាំងឡាយពិតជាមិនទៀងមែន3ការជំរះចិត្តការធ្វើបុណ្យនេះជួយឲ្យចិត្តយើងស្ងប់កាត់បន្ថយការប្រកាន់ទោសខ្លួននិងបង្កើននៃសេចក្តីល្អនៅក្នុងខ្លួនពិធីបាំងស្កូលគឺជាស្ពានចម្លងនៅក្តីស្រឡាញ់ពីអ្នកនៅរស់ទៅកាន់អ្នកដែលបានចែកឋានទៅនិងគឺជាមេរៀនជីវិតសម្រាប់យើងគ្រប់គ្នាឲ្យរស់នៅក្នុងសេចក្តីល្អចុះអ្នកទាំងអស់គ្នាវិញតើអ្នកធ្លាប់មានអនុស្សាវរីយ៍ឬការយល់ឃើញយ៉ាងណាខ្លះដែរចំពោះពិធីបុណ្យបាំងស្កូលមួយនេះសូមខមមិនប្រាប់ខ្ញុំផងសង្ក្រាន្តគឺជាពាក្យដែលយើងឮជារៀងរាល់ឆ្នាំប៉ុន្តែតើអ្នកដឹងទេថាវាបង្កប់នៅអត្ថកម្បាំងនិងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់បុព្វបុរសខ្មែរយើងតាមភាសាបាលីសំស្ក្រឹតសង្ក្រាន្តមានន័យថាការឈានចូលដល់ឬការផ្លាស់ប្ដូរវាគឺជាដំណើរចររបស់ព្រះអាទិត្យចាក់ចេញពីរាសីចាស់ចូលទៅកាន់រាសីថ្មីដែលជាការចាប់ផ្ដើមនៃសករាជថ្មីសង្ក្រាន្តមិនមែនគ្រាន់តែជារឿងនិទានទេក្នុងសិលាចារឹកប្រាសាទព្រះខ័នសតវត្សទី12បានចារច្បាស់អំពីការរៀបចំដង្វាយក្នុងថ្ងៃសង្ក្រាន្តនេះបញ្ជាក់ថាខ្មែរយើងប្រារព្ធពិធីនេះជាផ្លូវការតាំងពីសម័យមហានគរមកម្ល៉េះក្រៅពីផ្នែកតារាសាស្ត្រយើងក៏មានរឿងព្រេងនៃកបិលមហាព្រហ្មដែលឆ្លុះបញ្ចាំងពីការផ្ទេរចំណេះដឹងនិងការថែរក្សាសន្តិសុខពិភពលោកតាមរយៈទេវតាទាំង7អង្គដែលយើងចុះមកជារៀងរាល់ឆ្នាំដើម្បីថែរក្សាពិភពលោកយើងនេះសង្ក្រាន្តគឺជាពេលវេលានៃការជម្រះរឿងមិនល្អពីឆ្នាំចាស់ចាប់ផ្ដើមជីវិតថ្មីដោយក្តីសង្ឃឹមនិងគឺជាឱកាសនៃកតញ្ញូតាធម៌ចំពោះអ្នកមានគុណផងដែរការយល់ដឹងពីប្រភពដើមនៃវប្បធម៌ខ្លួនឯងគឺជាមោទនភាពដ៏ធំបំផុតរបស់កូនខ្មែរបើអ្នកពេញចិត្តវីដេអូនេះសូមកុំភ្លេចចុច Subscribe ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់